អង្គវេទិកាទាំងមូលអើយក៏មួយអាចរស់នៅដែលឯកាបានប៉ុន្តែមនុស្សនេះណាមិនអាចរស់នៅដែលគ្មានគ្នាបានទេជាស្ដេចតាមរយៈការប្តីប្រពន្ធនៅពេលជួបគ្នាធ្វើមកទៅរន្ទះបាញ់ខុសហើយគ្មានភាពល្អល្អនៅក្នុងគ្រួសារផងមួយទៀតបើយើងក៏លេចទៅមើលក្រុមហ៊ុនការងារវិញម្នាក់សំដីដោយកាប់ក្បាលនឹងពូថៅបើបែបនេះសួរថាអាណាទៅភាពសុខសាន្តនឹងមានភក្តីភាពនោះថាប៉ុន្មានទេអង្គវេទិកាទាំងមូលជាកិច្ចចាប់ផ្ដើមខ្ញុំបាទសូមបង្ហាញនៃការគោរពទឹកខ្ពង់ខ្ពស់ទៅដល់គណៈកម្មការគណៈអធិបតីនិងអង្គវេទិកាទាំងមូលជាទីគោរពខ្ញុំបាទឈ្មោះវ៉ាងលីហួរជាសិស្សដែលរៀននៅក្នុងថ្នាក់ទី9កនៃសាលាមីគីវេក្រានមីកាត់1នៅថ្ងៃផងដែរខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានឈានជើងមកដល់ទីនេះដើម្បីមកបកស្រាយនៅប្រធានបទមួយដែលបានលើកឡើងថាការប្រស្រ័យទំនាក់ទំនងគឺជាប្រភពនាំមកនូវសុភមង្គលដើម្បីជាយានជំនួយទៅដល់ការបកស្រាយនៃប្រធានបទខាងលើឲ្យបានខ្វល់ខ្វាយក៏យើងក៏បីយកនៅពាក្យកន្លឹះមួយចំនួនសិនបើយោងទៅតាមវចនានុក្រមរបស់ព្រះបាទសង្ឃរាជជនណាតបានចែងនិយមន័យនៃពាក្យប្រស្រ័យគឺមានន័យថាការស្ម័គ្រចិត្តការស្រឡាញ់ការរាប់អានការគោរពនិងដំណើរនៃការអធ្យាស្រ័យចំណែកពាក្យថាប្រភពវិញគឺជាហេតុដែលនាំឲ្យកើតមានឬដើមកំណើតមួយវិញទៀតគឺពាក្យសុភមង្គលគឺសេចក្តីសុខនិងសេចក្តីចម្រើនដូចនេះមតិរបស់ប្រធានគឺចង់សម្ដៅទៅលើការចេះគោរពស្លាញ់រាប់អានគ្នាគឺជាប្រភពឬក៏ជាហេតុដែលនាំឲ្យយើងរស់នៅដោយការចុះសម្រុងនិងមានរស់នៅដោយសេចក្តីសុខនិងសេចក្តីចម្រើនជាការពិតណាស់បុគ្គលដែលមានទំនាក់ទំនងល្អតែមានអ្នកស្លាញ់រាប់អានប៉ុន្តែបើបុគ្គលដែលមានមនុស្សតែបុគ្គលដែលមានតតចរិតខ្មត់បឺតគេហៅមិនលឺគេស្ដីមិនលឺនេះហើយក៏គ្មានទំនាក់ទំនងល្អជាមួយអ្នកដទៃផងដែរកុំថាឡានអ្នកដទៃមិនចង់រាប់អានសូម្បីតែគ្រួសារខ្លួនឯងក៏មិនសឹងតែនិយាយជាមួយគ្នាផងដែរបើបែបនេះសួរថាហេតុអ្វីទៅឯណាទៅគឺជាសុវត្ថិភាពនិងសុភមង្គលនៅក្នុងគ្រួសារនោះដែលឃើញភាពខុសគ្នានៃសុខសន្តិភាពនិងឃើញភាពខុសគ្នានៃទស្សនវិជ្ជាទាំងពីរនេះហើយអនុញ្ញាតឲ្យខ្ញុំបាទលើកនៅចំណុចសំខាន់នៃទំនាក់ទំនងចំនួន3មកបង្ហាញទី1ការបង្កើតទំនាក់ទំនងនិងការមានសុភមង្គលនៅក្នុងគ្រួសារការប្រើពាក្យយោគយល់ការប្រើពាក្យទំនាក់ទំនងនិងការយល់ពីចិត្តគ្នាធ្វើឲ្យយើងស្គាល់ពីចិត្តគ្នាប្រកបដោយស្នាមញញឹមនិងភាពមានភក្តីភាពនៅក្នុងជីវិតគ្រួសាររបស់យើងផងដែរទី2ការបង្កើតនិងការពង្រីកទំនាក់ទំនងសង្គមមនុស្សមិនអាចរស់នៅដោយខ្លួនឯងបានទេជាក់ស្ដែងឬក៏ជាឧទាហរណ៍រវាងគ្រួសារនិងស្នេហាកាលណាយើងមានទំនាក់ទំនងល្អយើងអាចបង្កើតនូវទំនុកចិត្តការយល់ចិត្តការគាំទ្រនៃស្មារតីនៅពេលយើងជួបវិបត្តិមួយទៀតគឺការផ្សារភ្ជាប់នៅមនោសញ្ចេតនារវាងខ្លួនយើងសមាជិកគ្រួសារស្នេហានិងមិត្តភក្តិផងដែរនេះហើយគឺជាគ្រឹះស្ថាននៃសុភមង្គលមួយវិញទៀតនៅពេលដែលយើងមានទំនាក់ទំនងល្អវាអាចឲ្យយើងស្គាល់ពីមនុស្សថ្មីបង្កើតមិត្តភាពនិងសមាជិកគ្រួសាររបស់យើងផងដែរហើយវាគឺជាតម្លៃនៃយ៉ាងល្អបំផុតនៃគ្រួសាររបស់យើងនិងអតិថិជនទី3ការទទួលស្គាល់ការពិតនិងការទទួលស្គាល់ខ្លួនឯងមួយវិញទៀតនៅពេលដែលយើងលក់អនឡាញហើយនៅពេលដែលយើងទៅជួបនឹងអតិថិជនរបស់យើងហើយយើងបានផ្ញើនៅអីវ៉ាន់ខុសទៅដល់អតិថិជនផងរបស់យើងគឺយើងទទួលស្គាល់នឹងការផ្លាស់ប្ដូរនៅអីវ៉ាន់របស់គេដល់ឥតគិតថ្លៃហើយគេនឹងទទួលស្គាល់អីវ៉ាន់របស់យើងនឹងនាំមកវិញនៃការគ្រប់គ្រងនៅផលិតផលរបស់យើងផងដែរឆ្លងតាមការសរុបសេចក្តីមកប្រធានគឺពិតជំនាញអត្ថន័យយ៉ាងជ្រាលជ្រៅដោយសារការប្រស័យទំនាក់ទំនងមិនគ្រាន់តែជាការឆ្លើយឆ្លងដោយភាសានោះទេវាប្រៀបដូចជាសុភាសិតមួយដែលបានលើកឡើងថាភាសាការទូតដោយប្រៀបដូចជាចរកៅស្អិតឆ្លាក់ចុះបេះដូងនិងបេះដូងដែលធ្វើឲ្យយើងរស់នៅដោយសុភមង្គលនិងសេចក្តីសុខសាន្តឆ្លងតាមការបកស្រាយដែលប្រកបដោយអំណាចខាងលើយើងអាចសន្និដ្ឋានបានថាប្រធានគឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅដោយសារការរស់នៅនៅក្នុងសង្គមសពថ្ងៃរបស់យើងគឺប្រកបដោយការរស់នៅដោយសេចក្តីសុខនិងសេចក្តីចម្រើនហើយក្នុងនាមខ្ញុំគឺជាសិស្សានុសិស្សនៅក្នុងសាលាមីគីវេក្រានមីកាត់1ខ្ញុំសូមបដិញ្ញាថានឹងរក្សាទំនាក់ទំនងរវាងគ្រួសារសង្គមជាតិនិងមិត្តភក្តិរបស់ខ្ញុំឲ្យកាន់តែរីកចម្រើននិងមានសេចក្តីសុខជាចុងក្រោយខ្ញុំបានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់គណៈកម្មការគណៈអធិបតីនិងអង្គវេទិកាទាំងមូលជាទីគោរពដែលបានចំណាយពេលយ៉ាងមានតម្លៃស្ដាប់ខ្ញុំបាទធ្វើបទបង្ហាញនិងសូមឲ្យអង្គវេទិកាទាំងមូលជំនួសពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអរគុណ